ព្រះអើយតារាជើងចាស់ហុងកុងតែងជាសង្ស័យលោតសម្រាប់ខ្លួនព្រោះស្លុតចិត្តដឹងថាប្រពន្ធកើតជំងឺមហារីកជាដំណឹងដ៏រន្ធត់នឹងតក់ស្លុតមួយសម្រាប់អ្នកគាំទ្រខ្សែភាពយន្តហុងកុងដោយអតីតតារាសម្ដែងជើងចាស់លោកតាតែងជាស្វាមីតារាសម្ដែងសេរីជើងចាស់ហុងស៊ីស្នេហើយសៀស្នេបានទទួលមរណភាពហើយក្នុងវ័យ88ឆ្នាំកាលពីថ្ងៃទី23ខែមិថុនាឆ្នាំ2025កន្លងទៅដោយការធ្លាក់ពីលើអគារខ្ពស់នាតំបន់ Jordan ក្រុងហុងកុងតាមសារព័ត៌មាននៅហុងកុងបានឲ្យដឹងថាហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតមានឡើងនៅវេលាម៉ោងប្រមាណ5ល្ងាចពេលវេលាក្នុងតំបន់ដោយប៉ូលីសទទួលបានការរាយការណ៍ពីអ្នកបើកបរម្នាក់ដែលជាសាក្សីផ្ទាល់ឃើញបរិមម្នាក់ធ្លាក់ពីលើអគារមកបោកជុំមេស្លាកសញ្ញាលើដងផ្លូវមុនធ្លាក់មកលើដីនាផ្លូវប្រសពផ្លូវ Austin និង Pine Tree Hill តាមការរៀបរាប់ជនរងគ្រោះគឺស្លាប់ភ្លាមៗនៅទីកន្លែងដោយផ្នែកក្បាលនិងរាងកាយលោកគឺរកឃើញនៅទីតាំងដាច់ដោយឡែកពីគ្នាគួរឲ្យដឹងថាបើទោះជាប៉ូលីសមិនមានឃើញសម្បត្តិបណ្ដាំណាមួយនៅកន្លែងកើតហេតុប៉ុន្តែករណីស្លាប់របស់តារាប្រុសជើងចាស់ហុងកុងរូបនេះត្រូវបានគេជឿជាក់ថាជាការធ្វើអត្តឃាតខ្លួនឯងហើយមូលហេតុនោះគឺដោយសារតែក្តីស្រឡាញ់របស់លោកមានចំពោះភរិយាធំធេងពេកណាស់លោកតាតែងជានិងភរិយាហុងសៀតស្នេហើយសៀតស្នេបានរៀបការរួមរស់ជាប្តីប្រពន្ធនឹងគ្នារយៈពេលជាង50ឆ្នាំមកនេះគឺត្រូវបានមហាជនចាត់ទុកជាគូស្នេហ៍តារាចិនដ៏គំរូលោកតាគឺស្រឡាញ់ប្រពន្ធខ្លាំងណាស់ដោយជាញឹកញាប់តែងឃើញជូនប្រពន្ធទុយកន្លែងថតគុណជានិច្ចហើយក៏ដើរតួនាទីជាអង្គរៈជាអ្នកគ្រប់គ្រងនិងជំនួយការរបស់ប្រពន្ធផ្ទាល់ផងដែរយ៉ាងណាមិញបើតាមសារព័ត៌មាន KKO1 កាលពីថ្មីកន្លងទៅលោកយាយសុតស្នេហ៍បានរកឃើញថាការជំងឺមហារីកលំពេងដោយត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យតាមប្រភពបាននិយាយថាខណៈមើលថែទាំប្រពន្ធឈឺលោកតាតែងជាគឺបង្ហាញអាការៈបាក់ទឹកចិត្តដោយលោកតាថែមបានប្រាប់កូនប្រុសថាលោកតាពិបាកចិត្តនិងសង្ឃឹមបានស្លាប់ទៅជាមួយប្រពន្ធបន្ថែមពីនេះនៅថ្ងៃទី23ខែមិថុនាឆ្នាំ2025លោកតាគឺគ្រងនឹងទៅជួបនឹងខាងមេធាវីដើម្បីធ្វើលិខិតបណ្ដាំប៉ុន្តែអកុសលលោកតាបែរជាលាចាកពិភពលោកទៅមុនការធ្វើលិខិតបណ្ដាំនោះទៅទៀតចាយោអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាសូមកុំភ្លេចជួយចុច like and subscribe channel ខឿងផងដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃ